sister ដឹងតែបកប្រែមកថាបងប្អូនស្រីឯងចុះពាក្យ5ផ្សេងទៀតនេះនៅក្នុងភាសាខ្មែរយើងហៅមនុស្ស5ប្រភេទហ្នឹងគឺអូនហៅចែហៅបងដូចហៅ sister យើងដែរឯងប៉ុន្តែឋានៈអត់ដូចគ្នាទេឥឡូវយើងមកស្គាល់ពាក្យទាំង5ហ្នឹងទាំងអស់គ្នា sister ដឹងហើយបងប្អូនស្រីហ្នឹងឥឡូវយើងមកស្គាល់ពាក្យ step sister half sister sister in law ហើយនិង sister in arms right អញ្ចឹងដើម្បីស្គាល់ពាក្យទាំងអស់ហ្នឹងអ្នកនរគ្នាមកធ្វើលំហាត់នេះទាំងអស់គ្នា right កន្លែងនេះគេនិយាយថា my dad got married with a woman who has a daughter and the daughter is my right ចឹងគេនិយាយថាឪពុករបស់ខ្ញុំគឺបានរៀបការជាមួយនឹងមនុស្សស្រីម្នាក់ដែលគាត់មានកូនស្រីម្នាក់ហើយអញ្ចឹងកូនស្រីម្នាក់ហ្នឹងគឺត្រូវជាអ្វីជាមួយនឹងខ្ញុំអញ្ចឹងកូនស្រីម្នាក់ហ្នឹងឋានៈរបស់កូនស្រីម្នាក់ហ្នឹងគឺត្រូវជាបងប្អូនស្រីខាងម្ដាយក្រោយ right បងប្អូនស្រីខាងម្ដាយក្រោយជាភាសាអង់គ្លេសគឺប្រើពាក្យថា step sister អញ្ចឹងគឺបានន័យថាយើងអត់ជាប់សាច់ឈាមគ្នាទេ right អញ្ចឹងម្នាក់ស្រីហ្នឹងគឺឪពុកគេផ្សេងម្ដាយគេផ្សេងហើយយើងឪពុកផ្សេងម្ដាយផ្សេងគ្រាន់តែថាឪពុកយើងរៀបការជាមួយនឹងម្ដាយរបស់នាង right អញ្ចឹងហើយគឺនាងគឺជា step sister របស់យើងឥឡូវយើងមកមើលមួយទៀត right after being married for 1 year my father has a new baby with my stepmother the baby is my right បន្ទាប់ពីរៀបការបាន1ឆ្នាំឪពុករបស់ខ្ញុំគឺមាន baby ម្នាក់ជាមួយនឹងម្ដាយចុងរបស់ខ្ញុំ right អញ្ចឹងកូនស្រីម្នាក់ហ្នឹង baby ម្នាក់ហ្នឹងគឺត្រូវជារបស់ខ្ញុំ right អញ្ចឹងកូនស្រីម្នាក់ហ្នឹងគឺត្រូវជា half sister របស់ខ្ញុំអញ្ចឹង half sister ហ្នឹងគឺបានន័យថាជាប់សាច់ឈាមគ្នាដែរឪពុកតែមួយម្ដាយទីតីអញ្ចឹងទៅឬក៏ម្ដាយតែមួយឪពុកទីតីអញ្ចឹងទៅគឺបានន័យថាឪពុករបស់យើងហ្នឹងរៀបការជាមួយនឹងម្ដាយចុងរបស់យើងហើយគាត់មាន baby អញ្ចឹងបានន័យថាប៉ាយើងហ្នឹងគឺក៏ជាប៉ារបស់កូនស្រីហ្នឹងដែរអញ្ចឹងជាប់សាច់ឈាមគ្នាខ្លះដែរអញ្ចឹងគឺយើងប្រើពាក្យថា half sister មិនមែន step sister ដូចមុនហ្នឹងទេហើយមួយទៀតគេនិយាយថា I have known Emma for 1 year and I consider her my right អញ្ចឹងគេនិយាយថាខ្ញុំស្គាល់ Emma រយៈពេល1ឆ្នាំហើយខ្ញុំចាត់ទុក Emma ជាright អញ្ចឹងកន្លែងនេះពាក្យ consider គឺបកប្រែមកថាចាត់ទុក right អញ្ចឹង Emma យើងចាត់ទុកជាបងប្អូនស្រីធម៌របស់យើងអញ្ចឹងក្នុងភាសាអង់គ្លេសគេប្រើពាក្យថា sister in arms right ហើយមួយចុងក្រោយ I got married with Jessica and she has a sister her sister is my ខ្ញុំរៀបការជាមួយ Jessica ហើយ Jessica មានបងប្អូនស្រីម្នាក់អញ្ចឹងបងប្អូនស្រីរបស់ Jessica គឺត្រូវជា Oh no not បងប្អូនស្រីធម៌អធិស្ឋានអ្នកនរគ្នាដូរឡើយនេះយើងដឹងខ្លួនឯងនេះគឺបងប្អូនស្រីថ្លៃ not ធម៌ថ្លៃ right អញ្ចឹងបងប្អូនស្រីថ្លៃគឺយើងប្រើពាក្យថា sister in law right អញ្ចឹងពាក្យទាំង5ហ្នឹង sister គឺបងប្អូនស្រីប្រការរបស់យើងstep sister គឺជាបងប្អូនស្រីរបស់ម្ដាយឬក៏ឪពុកក្រោយរបស់យើង half sister គឺបានន័យថាបងប្អូនស្រីដែលជាប់សាច់ឈាមជាមួយយើងដែលមានម្ដាយតែមួយឬក៏ឪពុកតែមួយហើយម្ខាងទៀតគឺអ្នកផ្សេងដែរ sister in law គឺបងប្អូនស្រីថ្លៃអត់ជាប់សាច់ឈាមគ្នាដូចគ្នា sister in law គឺជាបងប្អូនស្រីថ្លៃsister in arms គឺបានន័យថាបងប្អូនស្រីធម៌អត់ជាប់សាច់ឈាមគ្នាដូចគ្នាប៉ុន្តែយើងស្គាល់គ្នារាប់អានគ្នាយូរទៅគឺយើងចាត់ទុកគេជាបងប្អូនស្រីធម៌ដែរចឹងអ្នកនរគ្នាកុំភ្លេចចុច follow ណែផងបើមានចំណាប់អារម្មណ៍ចុះយើងជាមួយនៅខាងពួកយើងក៏យើងមានថ្នាក់បរិញ្ញាបត្រ online ថ្ងៃច័ន្ទពុធសុក្រហើយនិងថ្ងៃសៅរ៍ទៅដែរមានម៉ោង flexible ដែលមានភាពបត់បែននិងងាយស្រួលសម្រាប់គ្នាយើងទាំងអស់គ្នាដែលចង់រៀនសាងសង់ភាសាអង់គ្លេសជាពិសេសអ្នកដែលរៀនសាកលវិទ្យាល័យហើយនិងអ្នកដែលកំពុងតែរវល់ធ្វើការអត់មានពេលអាចឆ្លៀតមានជាមួយខាងពួកយើង1ម៉ោងបានអរគុណច្រើនបាយ